แต่ប្រិយមិត្តដឹងទេថានៅលើភពផែនដីយើងនេះមានព្រៃមួយកន្លែងដែលរុក្ខជាតិនៅទីនោះដុះក្រាស់ខ្មឹករហូតដល់ព្រះអាទិត្យមិនអាចនឹងជះពន្លឺចែងចាំងដល់ដីបានឡើយហើយប្រសិនបើអ្នកពង្វេងនៅក្នុងព្រៃនោះអ្នកប្រហែលជាត្រូវប្រឈមមុខនឹងសត្វអាសិរពិសនិងគ្រោះថ្នាក់រាប់ពាន់ដែលនឹងកំពុងលាក់ខ្លួននៅក្នុងភាពងងឹតនោះជំរាបសួរប្រិយមិត្ត Pride Idea TV ទាំងអស់គ្នានៅពេលដែលនិយាយអំពីធម្មជាតិដ៏អាថ៌កំបាំងដ៏ធំល្វឹងល្វើយនិងគួរឲ្យភ័យខ្លាចបំផុតនៅលើលោកយើងមិនអាចមើលរំលងព្រៃមួយនេះបានឡើយនោះគឺព្រៃ Amazon ឬ Amazon Rainforest ដែលត្រូវបានគេស្គាល់ថាជាសួតនៃផែនដីថ្ងៃនេះ Channel Pride Idea TV នឹងនាំប្រិយមិត្តទាំងអស់គ្នាចុះទៅរករកអាថ៌កំបាំងនិងចំណុចសំខាន់ៗដ៏រន្ធត់នៃព្រៃ Amazon ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងតោះទៅស្វែងយល់ទាំងអស់គ្នាចំណុចសំខាន់ទី1ទំហំផ្ទៃដីដ៏មហិមានិងជាព្រៃត្រូពិកធំបំផុតនៅលើផែនដីដើម្បីឲ្យប្រិយមិត្តងាយយល់ពីទំហំដ៏ធំធេងនៃព្រៃ Amazon ព្រៃមួយនេះមានផ្ទៃដីរហូតដល់ទៅ 5.5 លានគីឡូម៉ែត្រការ៉េវាធំជាងប្រទេសអូស្ត្រាលីស្ទើរតែទាំងមូលហើយគ្របដណ្ដប់នៅលើដែនដីនៃប្រទេសចំនួន9នៅអាមេរិកខាងត្បូងដែលភាគច្រើនបំផុតនៃផ្ទៃព្រៃនោះគឺស្ថិតនៅក្នុងប្រទេសប្រេស៊ីលប្រសិនបើព្រៃ Amazon ជាប្រទេសមួយនោះវានឹងក្លាយទៅជាប្រទេសដែលមានទំហំធំជាងគេបំផុតទី9នៅលើពិភពលោកទៅហើយដោយសារតែទំហំដ៏ធំល្វឹងល្វើយបែបនេះហើយទើបគេប្រសិទ្ធនាមវាថាជាសួតនៃផែនដីព្រោះដើមឈើរាប់ពាន់លានដើមនៅទីនោះបានផលិតឧស្ម័នអុកស៊ីសែនរហូតដល់ទៅប្រមាណ 20% សម្រាប់មនុស្សនិងសត្វទូទាំងភពផែនដីសម្រាប់ដកដង្ហើមចំណុចទី2ទន្លេ Amazon និងប្រព័ន្ធទឹកសាបដ៏មហិមាបេះដូងនៃព្រៃ Amazon គឺទន្លេ Amazon ឬ Amazon River នេះមិនត្រឹមតែជាទន្លេដែលវែងជាងគេឬវែងទី2នៅលើពិភពលោកប៉ុណ្ណោះទេប៉ុន្តែវាគឺជាទន្លេដែលមានបរិមាណទឹកសាបច្រើនជាងគេបំផុតនៅលើភពផែនដីបរិមាណទឹកដែលហូរចេញពីទន្លេ Amazon ចូលទៅក្នុងមហាសមុទ្រអាត្លង់តិកគឺមានចំនួនរហូតដល់ទៅ 20% នៃទឹកសាបទូទាំងពិភពលោកបូកបញ្ចូលគ្នាបរិមាណទឹកនេះច្រើនសន្ធឹកសន្ធាប់វាបានរុញច្រានទឹកប្រៃនិងបង្កើតជាតំបន់ទឹកសាបនៅលើផ្ទៃសមុទ្រលាតសន្ធឹងរហូតដល់ប្រមាណ300គីឡូម៉ែត្រពីឆ្នេរបាតសមុទ្រនៅរដូវភ្លៀងកម្រិតទឹកទន្លេបានហក់ឡើងខ្ពស់រហូតដល់ទៅ10ទៅ15ម៉ែត្រហើយហូរជន់លិចចូលទៅក្នុងព្រៃនៅជុំវិញលំហូរទឹកនេះបាននាំយកនៅរ៉ែនិងជីវជាតិធម្មជាតិទៅស្រោចស្រពលើរុក្ខជាតិរាប់ពាន់លានដើមឲ្យរីកលូតលាស់និងជួយឲ្យព្រៃនេះដើរតួជាសួតនៃផែនដីចំណុចសំខាន់ទី3ភាពងងឹតស្លុបនៅក្រោមម្លប់នៃព្រៃឬ The Dark Forest រឿងមួយដែលគួរឲ្យភ័យខ្លាចបំផុតនៅក្នុងព្រៃ Amazon គឺបរិយាកាសនៅលើផ្ទៃដីដោយសារតែដើមឈើនៅទីនោះដុះពុះពុះនិងមានមែកធៀងប្រកៀកប្រកិតគ្នាយ៉ាងក្រាស់ខ្មឹកបង្កើតបានដំបូលនៃព្រៃដ៏ធំដំបូលព្រៃនេះបានបាំងពន្លឺនៃព្រះអាទិត្យរហូតដល់ទៅ 99% មិនឲ្យចែកចាំងពន្លឺមកដល់ផ្ទៃផែនដីឡើយដូច្នេះប្រសិនបើអ្នកដើរនៅក្រោមនៃព្រៃ Amazon គឺវាមានភាពងងឹតស្លុបដូចនៅពេលយប់អញ្ចឹងដែរទោះបីជាពេលវេលាថ្ងៃត្រង់ក៏ដោយហើយនៅពេលដែលមានភ្លៀងធ្លាក់ដំណក់ទឹកភ្លៀងត្រូវចំណាយពេលរហូតដល់ទៅ10នាទីទើបអាចស្រក់ពីកពូលនៃស្លឹកឈើធ្លាក់មកដល់ដីចំណុចសំខាន់ទី4ជំរកនៃជីវៈចម្រុះនិងសត្វអាសិរពិសដ៏គ្រោះថ្នាក់ព្រៃ Amazon គឺជាផ្ទះនៃជីវៈចម្រុះដ៏ច្រើនសន្ធឹកសន្ធាប់បំផុតនៅលើផែនដីអ្នកវិទ្យាសាស្ត្របានប្រមាណថា1/10នៃប្រភេទសត្វទាំងអស់នៅលើលោកគឺរស់នៅក្នុងព្រៃមួយនេះប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាតក់ស្លុតគឺសត្វគ្រោះថ្នាក់ដែលលាក់ខ្លួននៅទីនោះដូចជាពស់ថ្លាន់អាណាកូដាពស់ដែលមានទម្ងន់ធ្ងន់ជាងគេនៅលើលោកអាចឈានដល់ទៅរាប់រយគីឡូក្រាមនិងមានកម្លាំងរួមរឹតសម្រាប់សត្វរមាសជ្រូកព្រៃឬដំរីឲ្យស្លាប់នៅក្នុងរយៈពេលតែមួយប្រព្រឹត្តភ្នែកយ៉ាងងាយស្រួលត្រីពីរ10យ៉ានិងអន្ទង់អគ្គិសនីនៅក្នុងទឹកទន្លេមានត្រីពីរ10យ៉ាដែលមានធ្មេញលមុតស្រួចនិងអន្ទង់អគ្គិសនីដែលផ្សាយភាយចរន្តអគ្គិសនីរហូតដល់ទៅ600វ៉ុលអាចធ្វើឲ្យបេះដូងមនុស្សឈប់ដើរភ្លាមៗកង្កែបពឹសឬ Poison Dart Frog កង្កែបតូចៗមានពណ៌ស្រស់ស្អាតប៉ុន្តែពឹសនៅលើស្បែករបស់វាអាចសម្លាប់មនុស្សបានចំណុចសំខាន់ទី5ដើមឱសថនិងអាថ៌កំបាំងដែលមិនទាន់រកឃើញទោះបីជាវាមានគ្រោះថ្នាក់ប៉ុន្តែព្រៃ Amazon គឺជាឱសថធម្មជាតិដ៏សំខាន់បំផុតថ្នាំពេទ្យសម័យទំនើបប្រមាណ 25% ដែលយើងប្រើប្រាស់សពថ្ងៃគឺមានប្រភពចេញពីរុក្ខជាតិនៅក្នុងព្រៃ Amazon អ្វីដែលរឹតតែអស្ចារ្យនោះគឺអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវនិងស្គាល់រុក្ខជាតិនៅទីនោះត្រឹមតែ 1% ប៉ុណ្ណោះមានន័យថានៅមានរុក្ខជាតិនិងឱសថរាប់ម៉ឺនប្រភេទទៀតដែលកំពុងលាក់ខ្លួននិងអាចជាកូនសោសម្រាប់ព្យាបាលជំងឺកាចសាហាវនាពេលអនាគតចំណុចទី6វិបត្តិការកាប់បំផ្លាញព្រៃឈើនិងការប្រែប្រួលអាកាសធាតុព្រៃដ៏អស្ចារ្យមួយនេះកំពុងតែរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីដៃមនុស្សការកាប់បំផ្លាញព្រៃឈើខុសច្បាប់ការដុតព្រៃឈើធ្វើកសិកម្មនិងការជីករ៉ែបានធ្វើឲ្យព្រៃ Amazon បាត់បង់អស់រាប់លានហិកតាជារៀងរាល់ឆ្នាំអ្នកវិទ្យាសាស្ត្របានព្រមានថាប្រសិនបើព្រៃ Amazon ត្រូវបានបាត់បង់លើសពី20ទៅ 25% នោះព្រៃមួយនេះនឹងឈានដល់ចំណុចគ្មានផ្លូវត្រឡប់ក្រោយវានឹងប្រែប្រួលពីព្រៃសើមទៅជាវាលស្មៅស្ងួតវិញដែលនឹងបញ្ចេញឧស្ម័នកាបូនិករាប់លានតោននៅក្នុងបរិយាកាសបង្កឲ្យមានវិបត្តិប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទូទាំងពិភពលោក
សរុបមកព្រៃ Amazon មិនមែនគ្រាន់តែជាព្រៃឈើធម្មតានោះទេប៉ុន្តែវាគឺជាប្រព័ន្ធទ្រទ្រង់ជីវិតរបស់ផែនដីយើងទាំងមូលការការពារព្រៃ Amazon គឺស្មើនឹងការពារអនាគតរបស់មនុស្សនិងជីវិតរាប់លាននៅលើផែនដីនេះតើប្រិយមិត្តហ៊ានបោះជំរំសម្រាប់មួយយប់នៅក្នុងព្រៃ Amazon ដែរឬទេសូមខមមិនប្រាប់ Pride Idea TV នៅខាងក្រោមវីដេអូនេះប្រសិនបើប្រិយមិត្តចូលចិត្តវីដេអូអប់រំនិងការចែករំលែកចំណេះដឹងនៅជុំវិញពិភពលោកបែបនេះកុំភ្លេចចុច Like Share និង Follow Page ឬ Subscribe Channel Pride Idea TV ដើម្បីទទួលបានវីដេអូថ្មីៗនិងគំនិតប្លែកៗជារៀងរាល់ថ្ងៃខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា